ភូមិសាស្ត្រខេត្តបាត់ដំបងស្រុកសំឡូតមានសក្តានុពលខ្ពស់លើវិស័យកសិកម្មនិងទេសចរកាលណាគេនិយាយដល់ស្រុកសំឡូតគេតែងនឹកឃើញភ្លាមដល់ទុរេនសំឡូតដែលមានរសជាតិផ្អែមឆ្ងាញ់ពិសាជាទូទៅទុរេនសំឡូតនឹងត្រូវប្រមូលផលចាប់ពីពាក់កណ្ដាលខែឧសភារហូតដល់ចុងខែសីហាឬដើមខែកញ្ញាកសិករជាអ្នកដាំទុរេននៅស្រុកសំឡូតលើកឡើងថាការដាំដំណាំទុរេនត្រូវចំណាយពេលចាប់ពី3ឆ្នាំទៅ5ឆ្នាំទើបអាចចាប់ផ្ដើមប្រមូលផលបានដោយអាស្រ័យទៅលើការមើលថែគណៈទិន្នផលទុរេនឆ្នាំនេះកើតឡើងច្រើនជាងឆ្នាំមុននិងត្រៀមប្រមូលផលក្នុងរយៈពេលដ៏ខ្លីខាងមុខរៀនបើដាំដុះរយៈពេលបើសិនជាយើងថែដិតដល់3ឆ្នាំយើងប្រមូលផលហើយតែបើយើងថែអត់បានដិតដល់ទេអាចឈានដល់5ឆ្នាំតរិននេះវាអាយុវា7ឆ្នាំដែលយើងយកផ្លែពេញបបោនេះនេះយើងថែដិតដល់ឆ្នាំទៅយើងវាបានក្រោមនេះទេតែគ្រាន់តែឆ្នាំនេះយើងលក្ខណៈយើងថែដិតដល់និយាយរួមតាំងពីស្លឹកតាំងពីសត្វល្អិតយើងធ្វើស្លឹកធ្វើអីចឹងណាយើងធ្វើពីត្រួយពីអីបានប្រហែលយើងធ្វើឲ្យពេញលេញយើងធ្វើឲ្យពេញលេញទាំងអស់ទៅថាដោយថាគេត្រូវយក3ត្រួយសម្រាប់បញ្ចេញផ្លែផ្កាយើងធ្វើឲ្យបានអាហ្នឹងមកទិន្នផលយើងគឺល្អហើយទុរេនសំឡូតយើងនេះលេខ1ហើយឆ្ងាញ់ផ្អែមសាច់គឺផ្អែមឆ្ងាញ់ល្មួតលេខ1ប្រហើយទុរេនយើងនៅសំឡូតនេះទុរេនយើងនេះធំបំផុតឈានដល់10គីឡូអាចឈានដល់10គីឡូទុរេនក្នុងចកាហ្នឹងចកាដែលខ្ញុំមើលនេះឈានដល់10គីឡូលោកហោមអរុនអនុប្រធានមន្ទីរនិងជាអ្នកនាំពាក្យនៃមន្ទីរទេសចរខេត្តបាត់ដំបងថ្លែងឲ្យដឹងថាទុរេនសំឡូតគឺជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរនិងលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានលោកហោមអរុនរំលេចបន្ថែមថានៅរៀងរាល់ចុងសប្តាហ៍ក្នុងរដូវកាលប្រមូលទុរេនប្រចាំឆ្នាំមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាច្រើនកកបានអញ្ជើញមកកាន់ស្រុកសំឡូតដើម្បីទស្សនាទិញផ្លែទុរេននិងចូលលេងកម្សាន្តសប្បាយរីករាយនៅតាមរមណីយដ្ឋាននិងគោលដៅទេសចរនានានៅក្នុងស្រុកសំឡូតបន្ទាប់អំពីរដូវកាលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ទៅហ្នឹងអញ្ចឹងនៅក្នុងពេលខាងមុខនេះគឺរដូវកាលទុរេននឹងចូលមកដល់បាទអញ្ចឹងសម្រាប់ស្រុកសំឡូតនៃខេត្តបាត់ដំបងរដូវកាលទុរេនគឺចាប់ផ្ដើមពីពាក់កណ្ដាលខែ5ទៅគឺមានការប្រមូលផលតាមចំការមួយចំនួនណាអញ្ចឹងរហូតទៅដល់ចុងខែ8បាទសម្រាប់រដូវកាលនៃការប្រមូលផលទុរេននៅក្នុងស្រុកសំឡូតបាទហើយជាក់ស្ដែងដំណាំទុរេននេះដែរគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការតាក់ទាញភ្ញៀវទេសចរឲ្យអញ្ជើញមកទស្សនាកំសាន្តនៅក្នុងរដូវកាលនៃការប្រមូលផលបាទជាការពិតណានៅរដូវទុរេនបាទរៀងរាល់ចុងសប្តាហ៍អាចនិយាយបានថាភ្ញៀវទេសចរជាពិសេសភ្ញៀវជាតិរបស់យើងគឺធ្វើដំណើរមកកាន់ស្រុកសំឡូតច្រើនមែនទែនរហូតដល់ឡានបន្តកតុយគ្នាអាចឲ្យស្ទះផ្លូវផងដែរហើយក្នុងអំឡុងពេលមកទស្សនានៃចំការទុរេនជាវផ្លែទុរេននេះផងដែរបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរបានឆ្លៀតចូលលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរនានានៅតាមនៅក្នុងតំបន់ស្រុកសំឡូតផងដែរបាទអញ្ចឹងអាចនិយាយបានថាដំណាំកសិទេសចរទុរេននេះគឺបានចូលរួមចំណែកនៅក្នុងការលើកកម្ពស់នៃភាពតាក់ទាញភ្ញៀវទេសចរនៅក្នុងតំបន់ស្រុករតនមណ្ឌលនិងស្រុកសំឡូតបានយ៉ាងច្រើនបាទហើយអ្វីដែលជាពិសេសគឺបានចូលរួមចំណែកនៅក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាជននៅក្នុងមូលដ្ឋានតាមរយៈវិស័យទេសចរនេះផងដែរជាមួយគ្នានេះលោកហោមអរុនបានអំពាវនាវដល់ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ជើញមកទស្សនាកំសាន្តនៅចំការទុរេនជាពិសេសនៅក្នុងរដូវកាលនៃការប្រមូលផលផ្លែទុរេនដើម្បីចូលរួមជួយទិញផលិតផលខ្មែរដែលមានគុណភាពនិងរសជាតិឆ្ងាញ់នាមមន្ទីរទេសចរខេត្តបាត់ដំបងនៅក្នុងនាមខ្ញុំបាទផ្ទាល់ក៏សូមគោរពពាវនាវអញ្ជើញបាទបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិអន្តរជាតិអាចអញ្ជើញមកទស្សនាកំសាន្តនៅចំការទុរេនជាពិសេសនៅក្នុងរដូវកាលនៃការប្រមូលផលផ្លែទុរេនចាប់ពីពាក់កណ្ដាលខែ5រហូតដល់ចុងខែ8នេះគឺជាពេលវេលាល្អបាទដើម្បីអាចអញ្ជើញមកទស្សនាផ្ទាល់បាទជាពិសេសអាចដើរបេះផ្លែទុរេនជាមួយនឹងម្ចាស់ចំការដែលផ្ទាល់ពីដើមបាទហើយដែលបញ្ជាក់ថាជាផលិតផលកសិផលទុរេនរបស់ស្រុកសំឡូតពិតប្រាកដបាទហើយអ្វីដែលជាលក្ខណៈពិសេសរបស់ទុរេនរបស់ស្រុកសំឡូតនេះគឺបានន័យថាផ្លែទុរេនមួយហ្នឹងគឺត្រូវបានសម្រិតសម្រាំងថែរក្សាបានន័យថាថែទាំបានល្អហើយគុណភាពនៃផ្លែទុរេននីមួយហ្នឹងគឺផ្ដល់នៅរសជាតិផ្អែមបាទដោយសារតែផ្លែឈើបើតាមម្ចាស់ចំការលោកបាននិយាយថាផ្លែទុរេនដែលបានកាត់យកមកសម្រាប់ការលក់ជូនភ្ញៀវហ្នឹងគឺ
ច្រឡោះពីកម្រិតនៃភាពទុំហ្នឹងច្រឡោះពី90ទៅ100%អញ្ចឹងបានថាកម្រិតជាតិផ្អែមដែលចូលទៅក្នុងសាច់ទរេហ្នឹងគឺបានល្អមែនទែនបាទអញ្ចឹងអ្វីដែលជាចំណុចគួរតែមកទស្សនាកំសាន្តនៅក្នុងចំការដោយផ្ទាល់ហ្នឹងគឺយើងអាចដឹងថាតើផ្លែទរេនីមួយហ្នឹងគឺប្រភពច្បាស់លាស់អំពីចំការហើយជាពិសេសគឺជាទរេនដែលមានគុណភាពហើយក៏ជាផលិតផលខ្មែរបាទការទិញនៅផលឡានផលដែលជារបស់ខ្មែរគឺជាការចូលរួមចំណែកនៅក្នុងការលើកកម្ពស់នៃជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅតាមតំបន់ស្រុកស្រែចំការផងដែរដើម្បីឲ្យសេដ្ឋកិច្ចរបស់យើងមានការរីកចម្រើនទៅមុខជាបន្តទៀតសូមជម្រាបថាក្រៅពីដំណាំទុរេនស្រុកសំឡូតមានសក្តានុពលខ្ពស់ផងដែរលើដំណាំផ្សេងៗទៀតដូចជាហ្វាវម៉ៅប៊ឺមង្ឃុតនិងដំណាំកសិផលមួយចំនួនទៀត